បាទសូមគោរពនឹងជម្រាបសួរទៅដល់ថ្នាក់ដឹកនាំពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីស្រឡាញ់រាប់អានបាទចំពោះវីដេអូនេះគឺខ្ញុំបាទត្រីលីនីត្រីគឺសូមបាទចែករំលែកបាទអំពីវេទិកាចក្រវាលជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាទាំងក្នុងនិងក្រៅប្រទេសដើម្បីបានស្វែងយល់បាទជាបឋមដើម្បីឈានដល់ការមាននៅលេខកូដដើម្បីប្រើប្រាស់បណ្ដាញសង្គមឬក៏ដំឡើងមុខងារជាម្ចាស់មុខរបរបាទជាអ្នកចាយលើតម្រូវការរបស់ខ្លួនដើម្បីទទួលបានប្រយោជន៍ផ្សេងអញ្ចឹងការស្វែងយល់ពីវេទិកាចក្រវាលនេះខ្ញុំសូមចាប់ផ្ដើមពីចំណុចដែលការកកើតនៃគំនិតចងក្រងចេញជារូបរាងមកនឹងគឺចងក្រងសរសេរនៅក្នុងឆ្នាំ2007រហូតមកដល់ឆ្នាំ2026នេះបាទទើបនឹងចេញជារូបរាងដើម្បីឲ្យយើងមើលឃើញលេខបានចាយបានប្រតិបត្តិការបានគ្រប់យ៉ាងគឺនៅថ្ងៃទី16បាទថ្ងៃទី16ខែ5ទើបថ្មីនឹងទេបាទ2026នេះឯងអញ្ចឹងទើបតែនឹងដំណើរការបានខ្ទង់2ខែនឹងទេតើវេទិកាចក្រវាលមានប្រយោជន៍អីបាទមានប្រយោជន៍អីសម្រាប់អ្នកចូលរួមមានប្រយោជន៍អីសម្រាប់មហាជនបាទមានប្រយោជន៍អីសម្រាប់មនុស្សលោកយើងទាំងអស់គ្នាហ្នឹងអញ្ចឹងខ្ញុំសូមមិនបានអីវែងឆ្ងាយទេចូលដល់ប្រធានបទតែម្ដងទៅអញ្ចឹងនៅក្នុងហ្នឹងវេទិកាចក្រវាលផ្ដល់នូវអត្ថប្រយោជន៍ទៅកាន់អ្នកណាទៅកាន់អ្នកដែលគាត់ចូលចិត្តលេងនៅបណ្ដាញសង្គមបាទចឹងនៅក្នុងវេទិកាចក្រវាលក៏មានបណ្ដាញសង្គមមួយផ្ទាល់ខ្លួនគឺសម្រាប់មហាជនគឺលេងការលេងគឺអាចលេងហើយអាច call អាច chat បាទអាចផុសរូបអាច comment អាច share អាចបង្កើត page បង្កើតមាតិកាអីផ្សេងជាច្រើនទៀតនៅក្នុងបណ្ដាញសង្គមបាទដែលវេទិកាចក្រវាលរៀបចំឲ្យអ្នកលេងគឺគាត់អាចរកចំណូលតាមរយៈបណ្ដាញសង្គមនឹងបាទបងប្អូនសាកជួយគិតមើលតិចមើលបាទបើលេងបណ្ដាញសង្គមឲ្យបានចំណូលមកវិញមិនដែលល្អទេបាទមួយទៀតគឺជួយសម្រួលដល់ម្ចាស់មុខរបរទាំងអស់ឲ្យគាត់នឹងងាយនៅក្នុងការបង្ហាញនៅទំនិញផលិតផលសេវាកម្មរបស់គាត់ទៅកាន់មហាជនទូទៅដែលធ្វើឲ្យគាត់នឹងលក់ដាច់ជាងមុនបាទហើយងាយនៅក្នុងការធ្វើ promotion ទាក់ទាញចំណាប់អារម្មណ៍អ្នកចាយបាទហើយមួយទៀតជួយដល់អ្នកដែលខំប្រឹងប្រែងរកលុយមកចាយនោះគឺគាត់មិនខកបំណងទេដែលគាត់អាចស្គាល់វេទិកាចក្រវាលនឹងមានលេខកូដហើយគាត់អាចដោះដូរចាយលើទំនិញគ្រប់យ៉ាងដែលគាត់មើលឃើញនៅក្នុងវេទិកាមួយហ្នឹងបាទតាមតូបតាមហាងតាមផ្សារតាមប្រទេសអញ្ចឹងរាល់ពេលដែលគាត់ចាយដោះដូរគឺគាត់ទទួលបានចំណូលពីការចាយនឹងត្រឡប់មកវិញអញ្ចឹងអ្នកខ្លះគាត់ឆ្ងល់ថាតើចាយឲ្យបានចំណូលមកវិញដោយរបៀបណាអ្នកណាជាអ្នកឲ្យយើងបាទចំណូលនឹងមកពីណាអ្នកណាជាអ្នកឲ្យយើងអញ្ចឹងខ្ញុំក៏សូមបកស្រាយដែរអ្នកណាជាអ្នកឲ្យគឺម្ចាស់មុខរបរនឹងហើយគឺជាអ្នកឲ្យម្ចាស់មុខរបរគាត់ធ្វើ promotion លើទំនិញរបស់គាត់អញ្ចឹងទំនិញរបស់គាត់លក់ប៉ុណ្ណាគាត់ចំណេញប៉ុណ្ណាគាត់ឲ្យទៅកាន់អតិថិជនរបស់គាត់ទៅតាមទឹកចិត្តរបស់គាត់ឃើញគាត់ឲ្យនៅក្នុងមុខងារមុខរបររបស់គាត់នឹងឯងអញ្ចឹងអ្នកចាយនឹងពេលដែលគាត់ចុចទិញភ្លឹបគឺ promotion ដែលអ្នកហាងឲ្យនឹងគឺវាលោតចូលមកក្នុងលេខកូដរបស់គាត់អ្នកចាយនឹងឯងតែធ្វើឲ្យអ្នកចាយទិញហើយគឺបានចំណូលហើយចំណូលនោះសោតចូលហើយគឺវាមិនមែនឧទាហរណ៍ថាចូលទៅ$1មិនមែន$1វានៅនឹងថ្កល់ទេចូលទៅហើយ$1ហ្នឹងមានកំណើនកើនឡើងរាល់វិនាទីទៀតបាទដែលទទួលបានហេតុអីបានវាកើនរាល់វិនាទីអញ្ចឹងដែលធ្វើឲ្យអ្នកចាយគាត់បានចំណូលរាល់វិនាទីអញ្ចឹងហេតុអីគឺដោយសារតែវេទិកាទាំងមូលនេះបានទទួលឥទ្ធិពលពីអ្នកលេងបាទពីអ្នកលក់ពីអ្នកចាយទាំងអស់ភោគផលទាំងអស់ចូលតាមច្រកណាចូលទៅប៉ុន្តែភោគផលទាំងអស់នោះត្រូវបានបង្ហូរចូលទៅក្នុងចំណែកមួយដែលឲ្យឈ្មោះថា UW បាទហើយមានចំណែកផ្សេងជាច្រើនទៀត UW បាទ UO និង UPS បាទអញ្ចឹងចំណែកទាំង3យ៉ាងនេះឯងដែលរាល់ចំណូលទាំងអស់គឺនឹងទម្លាក់ចូលទៅក្នុងចំណែកទាំងអស់នោះដែលធ្វើឲ្យមហាជនទូទៅទាំងអស់គាត់មានចំណែកទាំងអស់នោះគឺធ្វើឲ្យមានចំណូលកើនឡើងរាល់វិនាទីបាទអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នា
តើបណ្ដាញសង្គមនោះមិនដែរឥឡូវយើងទៅមើលពីបណ្ដាញសង្គមតិចសិនណាតោះនេះពុកម៉ែបងប្អូនទាំងគ្នាបណ្ដាញសង្គមគឺបែបហ្នឹងណាបាទនេះដែលពុកម៉ែបងប្អូនទាំងគ្នាអាចផុស like share comment អាច call អាច chat អាចធ្វើអីផ្សេងៗបានគ្រប់យ៉ាងនៅក្នុងហ្នឹងណាហើយដែលខាង system គេនឹងបើកមុខងារឲ្យរកចំណូលតាមរយៈបណ្ដាញសង្គមនឹងថែមទៀតបាទអូខេនេះគឺបណ្ដាញសង្គមហើយបាទមុខងារមុខរបរគឺនៅកន្លែងម្លោះនេះបងប្អូននេះមុខរបរណាចុចលើកន្លែងមុខរបរហ្នឹងមកនេះគឺឃើញមុខរបរជាច្រើននៅក្នុងហ្នឹងអូខេនៅក្នុងនេះគឺយើងមានជាង30ហាងហើយបាទដែលគាត់បានធ្វើ promotion លើមុខរបររបស់គាត់ណាបាទទំនិញរបស់គាត់សេវាកម្មរបស់គាត់ដែលគាត់មានបាទមានជាច្រើនទៀតណាពុកម៉ែបងប្អូនទាំងអស់គ្នាបាទចឹងមុខទំនិញសេវាកម្មអាជីវកម្មអីគឺពុកម៉ែបងប្អូនដែលមានមុខរបរគឺអាចបាទធ្វើ promotion តាមរយៈវេទិកាចក្រវាឡនឹងបានបាទអូខេនេះគឺកន្លែងមុខរបរមួយទៀតគឺតាមកន្លែងអ្នកចាយខ្ញុំឧទាហរណ៍មួយចុះទៅលើអង្គបាទអ្នកអង្គទិញ1គីឡូតើពេលដែលទិញ1គីឡូបានអីត្រឡប់ទៅវិញនេះអញ្ចឹងនៅក្នុងនេះគេមាន promotion នេះ promotion ណាបងប្អូនអរគ្នាកន្លែងនេះណានេះគឺជា promotion ដែលម្ចាស់ហាងគាត់ឲ្យជាអីគេគាត់ឲ្យជា UP គឺជាពិន្ទុសម្រាប់ដឹងគុណដល់អ្នកណែនាំអ្នកដឹកនាំបាទ 0.025 ស្មើនឹង $0.025 ដែរណាបាទស្មើនឹង100រៀលហើយ UWV នៅក្នុងកាបូបទី1នេះគឺបាន100រៀលដែរបាទហ្នឹងគឺផ្ដល់ជូនទៅកាន់អ្នកទិញអាហ្នឹងទៅតាមទឹកចិត្តរបស់អ្នកទិញណាបាទគាត់ចង់ឲ្យច្រើនចង់ឲ្យតិចអាស្រ័យទៅលើម្ចាស់ផលិតផលបាទអាស្រ័យទៅលើម្ចាស់ផលិតផលហ្នឹងគាត់ឲ្យទៅកាន់អ្នកទិញប៉ុណ្ណាគឺលើម្ចាស់ផលិតផលហ្នឹងឯងបាទអញ្ចឹងទិញហើយគឺបានចំណូលបែបហ្នឹងណាបងប្អូនបាទបានចំណូលបែបហ្នឹងតោះមកស្វែងយល់បន្ថែមទៀតវីដេអូនេះរៀងវែងបន្តិចហើយដោយសារខ្ញុំត្រូវបញ្យល់រៀងលម្អិតបន្តិចណាដើម្បីឲ្យយល់ពីវេទិកាចក្រវាឡអញ្ចឹងឥឡូវខ្ញុំសូមបញ្យល់អំពីការបបួលគ្នាលេងបណ្ដាញសង្គមអត់តដល់និយាយពីមុខរបរឬក៏អ្នកចាយទេបាទខ្ញុំគិតថាបញ្យល់ទ្រុសឥឡូវនឹងបញ្យល់ពីការលេងបណ្ដាញសង្គមតើទទួលបានប្រយោជន៍អីគេនៅក្នុងការលេងបណ្ដាញសង្គមដើម្បីយើងមានលេខកូដចូលទៅក្នុងបណ្ដាញសង្គមលុះណាតែយើងមានលេខកូដសិនណាមាន ID ឬក៏លេខកូដហ្នឹងអ្នកណាជាអ្នកបង្កើតឲ្យអ្នកណាជាអ្នកផ្ដល់ការជូនអ្នកនោះឯងជាអ្នកបង្កើតឲ្យបាទអញ្ចឹងការបង្កើតឲ្យយើងអាចលេងបានហើយប៉ុន្តែលេងអត់ទាន់បានចំណូលទេចុះថ្មីដើម្បីបានចំណូលតតែយើងបំពាក់ KYC បំពេញអត្តសញ្ញាណសិន KYC ហើយ 3 account មានសិទ្ធិណែនាំគេហើយ bio គឺមានសិទ្ធិបង្ហាញអ្វីដែលខ្លួនយើងមានជានរណាទៅកាន់មហាជនទូទៅគេស្គាល់បាទអញ្ចឹងតែ3ចំណុចហ្នឹងទេបងប្អូនអរគ្នាតែ3ចំណុចហ្នឹងទេគឺគ្រប់លក្ខខណ្ឌអញ្ចឹងពេលដែលគ្រប់លក្ខខណ្ឌហើយគឺទទួលបានអត្ថប្រយោជន៍ទទួលបានចំណូលបាទរាល់ថ្ងៃតែម្ដងតែមួយថ្ងៃបងប្អូនដែលបានគ្រប់លក្ខខណ្ឌហ្នឹងគឺមួយថ្ងៃគឺទទួលបាន 0.025 បាទនឹងគឺជាការឲ្យរបស់វេទិកាចក្រវាឡនេះបានផ្ដល់ជូនណាជាអត្ថប្រយោជន៍ប្រចាំថ្ងៃចង់លេងក៏ដោយមិនលេងក៏ដោយក៏មួយថ្ងៃបានប៉ុណ្ណឹងដែរបាទតែការលេងនេះគឺគេបានចំណូលផ្សេងពីការលេងណាគេបើកមុខងាររកលុយតាមរយៈបណ្ដាញសង្គមផ្សេងតែនេះគឺចំណូលបានតាមរយៈការបបួលគ្នាឲ្យមាន ID ដើម្បីបានលេងបណ្ដាញសង្គមអញ្ចឹងការបបួលគេបានចំណូលបែបបបួលបាទអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតណាការបបួលនេះយើងបានចំណូលបែបបបួលចឹងនៅពេលដែលថ្នាក់ដឹកនាំពុកម៉ែបងប្អូនដល់គ្នាគ្រប់លក្ខខណ្ឌម្នាក់បើថាមានអ្នកដែលគេមកចូលរួមតាមរយៈបងប្អូនហើយគ្រប់លក្ខខណ្ឌម្នាក់អញ្ចឹងបងប្អូនទទួលបាន 0.025 បន្ថែមរាល់ថ្ងៃបើថាម្នាក់នេះគឺបានប៉ុណ្ណឹងម្នាក់គឺបានប៉ុណ្ណឹងបាទម្នាក់គឺបានប៉ុណ្ណឹងរាល់ថ្ងៃតែម្ដងអញ្ចឹងបើសិនជាបងប្អូនបានម្នាក់ហើយបងប្អូនចង់ប្រាប់បន្តទៀត4 5នាក់10នាក់20នាក់30នាក់គឺបានទៅតាមនឹងណាបានម្នាក់គឺគុណឲ្យម្នាក់បាន2នាក់គុណឲ្យ2នាក់បាន100នាក់គុណឲ្យ100នាក់
បាទទូយ៉ាងកន្លែងហ្នឹងយើងមើលនៅកន្លែងណាកន្លែងហ្នឹងគឺបងប្អូនអាចចូលទៅក្នុង system ហើយចូលកន្លែងកាបូបមកបាទនេះកាបូបនៅខាងក្រោមនេះបាទអ្នកនៅខាងក្រោមនេះណាចូលមកក្នុងកាបូបហ្នឹងមកហើយចូលទៅណាទៀតគឺចូលមកកន្លែងដករង្វាន់នេះចូលកន្លែងដករង្វាន់ហើយចូលមកក្នុងប្រឡោះទី4 1 2 3 4នេះកន្លែងប្រឡោះនេះណាចូលមកផាច់មកនេះចឹងកន្លែងនេះពេលដែលបងប្អូនគ្រប់លក្ខខណ្ឌភ្លាមគឺឃើញចូលភ្លាមតែម្ដងបាទគឺមួយថ្ងៃបានប៉ុណ្ណឹងមួយថ្ងៃបានប៉ុណ្ណឹងបាទគ្រប់ចំនួនណាមួយអាចចុចដកយកបានបាទចង់ដកពេលណាក៏ដកទៅណាខ្ញុំបាទប្រមូលពីខ្លួនឯងហ្នឹងគឺបាន$1ជាងហើយបាទកន្លែងហ្នឹងប៉ុន្តែនៅខាងក្រោមនេះសំដៅទៅលើអ្នកដែលគាត់គ្រប់លក្ខខណ្ឌតាមរយៈបងប្អូនដែលខំប្រាប់គេណែនាំគេឲ្យគេចូលលេងដែរហ្នឹងណាគឺបានចំណូលចូលមកក្នុងប្រឡោះហ្នឹងបាទចូលក្នុងប្រឡោះហ្នឹងហើយចូលមកហ្នឹងពេលដែលចូលមកហ្នឹងបងប្អូនអាចចុច claim ដើម្បីយកទៅប្រើប្រាស់បានអញ្ចឹងណែនាំម្នាក់គឺបាន 0.025 ណែនាំបាន25នាក់គឺយក 0.025 ហ្នឹងគុណ25ទៅឃើញហើយបាទគឺក្នុងមួយថ្ងៃខ្ញុំទទួលបាន62សេនក្នុងមួយថ្ងៃហ្នឹងបានពី25នាក់ដែលគាត់គ្រប់លក្ខខណ្ឌហ្នឹងចុះបើបងប្អូនស្គាល់គេច្រើនគេគ្រប់លក្ខខណ្ឌច្រើនតាមរយៈបងប្អូនគឺបានច្រើនទៅតាមហ្នឹងណាបងប្អូនខ្ញុំធ្លាប់ដកបាន$23បាទ$23ហើយថែមទាំងឥឡូវគឺកើនបាន$3ទៀត$3.7 $4ទៀតណាបាទអានេះគឺជាផលដែលយើងបានពិតបានជាក់ស្ដែងហើយអាចយកមកដោះដូរប្រតិបត្តិការនៅក្នុងជីវិតរបស់យើងបានចាយបានដោះដូរទិញទំនិញអីគ្រប់បែបយ៉ាងបាននៅក្នុង system ហ្នឹងអូខេថ្នាក់ដងពុកម៉ែបងប្អូនទាំងនេះយើងទៅបន្តតាមដាននៅកន្លែងនេះបន្តទៀតចុះបងប្អូនបាទឲ្យតែបកកែប្រាប់ចុះណាបាទបើប្រាប់រហូតដល់ទៅគ្រប់ចំនួនណាមួយឧទាហរណ៍ថាគ្រប់334នាក់ចុះក្នុងមួយថ្ងៃបាន$8ជាងហើយមួយខែបងប្អូនបាន$250បើថាប៉ុណ្ណឹងនៅចាយមិនទាន់គ្រប់ទេគឺប្រាប់បន្តទៀតទៅបាទកាន់តែច្រើនកាលណាគឺល្អកាលនោះបាទអញ្ចឹង668នាក់បាទ668នាក់បើគិតជាមួយថ្ងៃបាន$17ជាងតែ$17ចូល$18អញ្ចឹងមួយខែគឺបាន$500ដែរបាទបើថាមិនទាន់គ្រប់ទេយើងនៅស្គាល់គេច្រើនទៀតបាទណែនាំគេច្រើនទៀតទៅបាទបាន1000នាក់មួយខែយើងបាន$750មួយថ្ងៃយើងបាន$25ដែរកន្លែងហ្នឹងណាបាទហើយចំណូលមួយនេះខ្ញុំដាក់ថាជាចំណូលថេរហើយជាចំណូលដែលយើងអាចតឲ្យកូនតឲ្យចៅទៀតអញ្ចឹងបងប្អូនសាច់ជួយគិតមើលបន្តិចឧទាហរណ៍មួយខែ$250បងប្អូនធ្វើដល់ចំណុចហ្នឹងណាបាទប្រឹងថាមួយខែ2ខែទៅស្រាប់បាន334នាក់ចុះបាទបានមួយខែ250ចុះបើសិនជាឈប់ធ្វើឈប់ណែនាំឈប់ប្រាប់ច្បាីតើយើងនៅបានចំណូលនឹងទៀតអត់ខ្ញុំសូមប្រាប់ថាគឺនៅតែបានអញ្ចឹងបាទនៅតែបានបាទចុះហេតុអីបានជានៅតែបានអញ្ចឹងថ្នាក់ដឹកនាំពុកម៉ែបងប្អូនអរគ្នាវេទិកាចក្រវាលគឺសូមដឹងគុណដល់អ្នកដែលជួយទៅកាន់មហាជនឲ្យគេបានប្រើប្រាស់បណ្ដាញសង្គមមួយនឹងរស់ស៊ីតាមរយៈបណ្ដាញសង្គមមួយនឹងបាទឬក៏ចាយតាមរយៈបណ្ដាញសង្គមមួយនឹងបាទសូមដឹងគុណដល់អ្នកដែលបានផ្ដល់ឱកាសហើយកម្មវិធីវេទិកាចក្រវាលនេះដរាបណានៅតែដើរទៅមុខរហូតគឺមហាជនគឺនៅតែទទួលបានផលបែបនឹងរហូតណាកន្លែងហ្នឹងដរាបណានៅតែមានអ្នកចាយគឺនៅតែមានអ្នកលក់បាទអ្នកលក់គាត់ធ្វើប្រម៉ូសិនដល់អ្នកចាយឲ្យបានចំណូលមកវិញគាត់ចាយនៅក្នុងបាទកន្លែងដែលគេធ្វើប្រម៉ូសិនហ្នឹងឯងហើយអ្នកលក់គឺគេនៅតែធ្វើប្រម៉ូសិនដល់អ្នកចាយអញ្ចឹងបាទអញ្ចឹងវាវិលទៅវិលមកអញ្ចឹងបងប្អូនជួយវិភាគមើលទាំងអស់គ្នាតើ10ឆ្នាំទៀតមនុស្សនៅចាយលុយអត់នៅតែចាយបងប្អូននៅតែបានអញ្ចឹងរហូតពួកគេបែងចែកប្រយោជន៍យំឲ្យបងប្អូនអរគ្នាណាបាទបើ100ឆ្នាំទៀតមនុស្សនៅតែចាយគឺបងប្អូននៅតែបានអញ្ចឹងរហូត1000ឆ្នាំទៀតមនុស្សនៅតែចាយគឺនៅតែបានផលអញ្ចឹងរហូតតទៅរៀងអើយអញ្ចឹងអ្វីដែលយើងធ្វើនេះគឺវាស្របទៅនឹងច្បាប់នៃធម្មជាតិបាទច្បាប់នៃធម្មជាតិណាតំណងពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនទាំងអស់គ្នាប្រឹងតែរយៈពេលខ្លីណាហើយទទួលបានអត្ថប្រយោជន៍បែបនេះបងប្អូនដូចយើងមានប្រាក់ខែអត្រែតចឹងបាទមិនច្បាច់ប្រឹងមិនច្បាច់ធ្វើដេកដើរឈរអង្គុយមិនបានតែធ្វើស្អីក៏មានចំណូលចូលដែរនេះឯងហៅថាចំណូលអកម្មតែមុននឹងបានចំណូលអកម្មបែបហ្នឹងគឺយើងមានកម្មពីខាងដើមនេះកម្មពីខាងដើមគឺយើងប្រាប់គេនឹងឯងបន្ទាប់ពីយើងប្រាប់ទៅយើងទទួលបានផលនោះគឺផលអកម្មនឹងឯង
បាទដែលបានបែបនឹងរហូតតទៅរឿងអើយអស់ជីវិតយើងតឲ្យកូនតឲ្យចៅអញ្ចឹងអ្វីដែលយើងធ្វើគឺយើងធ្វើដើម្បីឈប់ធ្វើមិនមែនធ្វើរហូតនោះទេបាទមិនមែនដូចបុគ្គលិកកម្មករស៊ីឈ្នួលទេណាហ្នឹងគឺតតែធ្វើរហូតទៅគេឲ្យប្រាក់ខែបើយើងអត់ធ្វើគេអត់ឲ្យទេតែនៅក្នុងវេទិកាមួយនេះយើងធ្វើនៅក្នុងគណៈពេលដែលមហាជនគេមិនទាន់ស្គាល់មិនទាន់ដឹងមិនទាន់ឮឲ្យគេដឹងឲ្យគេឮឲ្យគេបានចូលរួមតែគេចូលរួមហើយយើងបានផលបែបហ្នឹងហើយគឺយើងមិនចាំបាច់ធ្វើទៀតទេបាទក៏យើងនៅតែបានផលបែបហ្នឹងរហូតតកូនតចៅទាំងដែរឥឡូវខ្ញុំសូមបញ្ចប់កន្លែងហ្នឹងបងប្អូនសង្ឃឹមតែយល់កន្លែងហ្នឹងណាផលទី1គឺយើងទទួលបានរបៀបហ្នឹងបាទពីការដែលយើងបានដំណើរការលេខកូដឲ្យគេគ្រប់លក្ខខណ្ឌគឺបានអញ្ចឹងតែចំណូលមួយទៀតនោះគឺយើងបានអំពីមនុស្សទាំងអស់នោះគាត់ចាយវាប្រចាំថ្ងៃអញ្ចឹងគាត់ចាយលើអីគេអញ្ចឹងអ្នកចាយបងប្អូនមិនដឹងថាគាត់ចាយលើអីគាត់មើលទៅក្នុងមុខរបរគាត់ចង់ទិញឡានគាត់ចង់ទិញម៉ូតូទិញអំបិលស្ករប៊ីចេងទឹកត្រីទឹកស៊ីអ៊ីវម៉ូតូឡានដីផ្ទះមាសពេជ្រចាក់សាំងបាយកាហ្វេកាទៀវបាទគ្រប់យ៉ាងនៃតម្រូវការរបស់គេឲ្យតែគេចាយតាមរយៈវេទិកាចក្រវាលនេះគឺមានចំណូលចូលមកកាន់បងប្អូននេះមានចំណូលចូលមកកាន់បងប្អូនចូលរហូតអញ្ចឹងគេចាយយប់ចូលយប់ចាយថ្ងៃចូលថ្ងៃចាយព្រឹកចូលព្រឹកចាយម៉ោងណាគឺចូលម៉ោងនឹងហ្មងបាទអញ្ចឹងចំណូលនេះចូលតិចចូលច្រើនអាស្រ័យទៅលើមហាជនអ្នកចាយអ្នកដែលបងប្អូនបានប្រាប់ទៅប្រមាណអ្នកបាននេះឲ្យតែគេចាយគឺចូលមកកាន់បងប្អូននឹងឯងបាទហើយច្រឡំគេទៅលក់ដីថ្មីទៅគេទិញឡានមួយគ្រឿងអីទៅចូលមកកាន់បងប្អូនប្រមាណទៅបងប្អូនសាចិត្តគិតមើលបាទច្រឡំគេទិញផ្ទះមកល្វែងផ្ទះវិឡាឬក៏ផ្ទះខុនដូឬក៏មហាភូមិគ្រឹះអីណាមួយទៅបងប្អូនសាគិតមើលតើចំណូលចូលមកកាន់បងប្អូនដែលខំណែនាំគេហ្នឹងបានប៉ុណ្ណាទៅបាទមិនលេសើទេណាចំណូលចូលប្រចាំថ្ងៃពីការចាយរបស់គេនេះច្រើនណាស់បាទអូខេឥឡូវចំណូលចូលពីការចាយនេះយើងមើលនៅកន្លែងណាទើបយើងដឹងបងប្អូនចូលមកក្នុង system មកបាទចូលមកក្នុង system មកបាទយើងថយក្រោយត្រឡប់មកវិញមកកន្លែងនេះឃើញទេនេះមកមើលខាងលើនេះខាងលើនេះអញ្ចឹងខាងលើនេះចុចលើនឹងបាច់មកគឺយើងមើលឃើញអំពីចំណូលពីការចាយរបស់មហាជនគឺចូលមកក្នុងប្រឡោះនេះឲ្យតែគេចាយគឺចូលក្នុងប្រឡោះនេះបាទអញ្ចឹងនៅពេលដែលគាត់ចាយលើតម្រូវការរបស់គាត់ចំណូលទាំងអស់ហ្នឹងគុណទៅនឹង 10% ជាចំណូលរបស់យើងបាទនេះអញ្ចឹងនេះ UP ដែលដៃគូរបស់ខ្ញុំដែលគាត់បានចាយហ្នឹងគឺគេចាយលើតម្រូវការរបស់គេអញ្ចឹងមាន UP ហ្នឹងចូលមកកាន់ខ្ញុំគឺ$131បាទ UP បាទពេលដែលគេចាយចូលមកអញ្ចឹងហើយពេលដែលចូលមកគឺគុណនឹង 10% គឺវាស្មើនឹងចំណូលរបស់យើងគឺនៅក្នុងប្រឡោះនេះឯងបាទអញ្ចឹងខ្ញុំធ្លាប់ដកបាន$12ដែរបាទពីការចាយរបស់មហាជនណាបាទអូខេឥឡូវកន្លែងចាយគេចូលមកកន្លែងយើងនេះចូលក្នុងកាបូបយើងគឺចូលក្នុងប្រឡោះហ្នឹងណាបងប្អូនបាទអញ្ចឹងខ្ញុំតទៅមុខទៀតអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាមិនត្រឹមតែគេចាយឲ្យចូលមកតែប៉ុណ្ណោះនោះទេនៅមានចំណូលមួយបែបទៀតនោះគឺមនុស្សទាំងអស់ប្រមាណអ្នកដែលបងប្អូនបានផ្ដល់ឱកាសហ្នឹងមិនថា1000អ្នក100អ្នកឬក៏10000អ្នកក៏ដោយឲ្យតែបងប្អូនជាអ្នកប្រាប់ផ្ទាល់គាត់រកចំណូលបានពីការលេងពីការលក់ដូរពីការចាយពីការធ្វើទីផ្សារអីផ្សេងគាត់មិនដកមែនទេគាត់មិនក្លែមយកចំណូលមែនទេឲ្យតែគាត់ចុចក្លែមយកចំណូលយកលុយរបស់គាត់ហ្នឹងបងប្អូនគឺទទួលបាន 10% ដែរខ្ញុំឧទាហរណ៍ថានេះប្រមាណអ្នកនេះសរុបចំណូលរបស់គាត់ទាំងអស់គាត់ដកសរុបទៅស្មើនឹង$10000អញ្ចឹងបងប្អូនដែលជាអ្នកណែនាំគាត់ហ្នឹងទទួលបាន 10% នៃ$10000បាន$1000ដែរតាស្រាប់តែស្អែកឡើងគេដកលុយទៀតបងប្អូនបានទៀតស្អែកឡើងគេដកលុយទៀតបងប្អូនបានទៀតស្អែកឡើងគេដកទៀតបងប្អូនបានទៀតណាយ៉ាអញ្ចឹងចំណូលនេះមិនដែរបងប្អូនអរគ្នាចង់បានទេហើយកន្លែងហ្នឹងគេមើលនៅកន្លែងណាចូលទៅក្នុង system មកបាទយើងថយក្រោយមកវិញមកបាទនេះយើងមើលនៅក្នុងប្លោះទី2នេះអញ្ចឹងនៅក្នុងប្លោះទី2នេះឲ្យតែដៃគូយើងដកចំណូលគឺចូលមកក្នុងបាទកាបូបនេះបងប្អូនកន្លែងនេះគឺ 10% ចូលមកក្នុងប្លោះហ្នឹងតែម្ដងបាទមិនដែរបងប្អូនអរគ្នាបាទចូលបែបហ្នឹងបើគេរកលុយតែគេដកប្រើប្រាស់តែគេឲ្យមានចំណូលចូលបងប្អូនដែរអញ្ចឹងតើយកទេបាទយកទៅអានឹងធ្វើម៉េចគេឲ្យហើយណាបាទ
ហើយចំណូលនឹងបានអីខ្លះទៀតបាទខ្ញុំសូមបញ្យល់មកបែបទៀតនេះអញ្ចឹងកន្លែងនេះយើងចប់ហើយណាកន្លែងនេះយើងចប់ហើយបាទអញ្ចឹងកុំឲ្យដៃគូទាំងអស់ហ្នឹងកុំឲ្យដៃគូទាំងអស់គាត់ចេះរលុយឲ្យសោះប្រយ័ត្នតែគាត់ចេះរលុយបងប្អូនបានលុយដែរនៅកន្លែងហ្នឹងណាបាទមួយទៀតនៅក្នុងចំណោមមនុស្សដែលបងប្អូនបានស្គាល់បានណែនាំទាំងអស់ហ្នឹងមានអ្នកធ្វើមានអ្នកចាំមើលបាទមានអ្នកអត់ធ្វើអញ្ចឹងតែប៉ុន្តែក្នុងចំណោមអ្នកដែលធ្វើគឺគាត់ចង់បានប្រយោជន៍ដែរបាទគាត់មិនចង់មើលចាំមើលទេអ្នកដែលចាំមើលដោយសារគេមានលុយស្រាប់ហើយបាទគេចាំមើលបាទតែអ្នកដែលគេមិនទាន់មានលុយចាយនោះគឺគេធ្វើដើម្បីគេចង់បានលុយចាយអញ្ចឹងយើងបបួលអ្នកដែលធ្វើនោះឲ្យអនុវត្តតាមគោលការណ៍បានប្រមាណអ្នកប្រមាណទៅឧទាហរណ៍ថានៅក្នុងចំនួនទី1បងប្អូនណែនាំបាន500អ្នកចុះ500អ្នកអញ្ចឹង500អ្នកហ្នឹងឲ្យតែគាត់រកចំណូលបានគាត់ដកលុយបងប្អូនបាន9%ដែរហ្នឹងបាន9%បាទកន្លែងនេះប្រហែលជាអាប់ដេតណាអាចប្រហែលជាឡើង10%បាទមិនដឹង9ឬក៏10ចាំមើលជាក់ស្ដែងសិនណាបងប្អូនបាទកន្លែងហ្នឹងណាបាទហើយ500នាក់នេះគាត់ស្គាល់គេផ្សេងទៀតដៃគូដែលគាត់ខំណែនាំប្រាប់នោះគាត់បបួលអនុវត្តតាមគោលការណ៍ដែរប្រហែលអ្នកខ្ញុំមិនដឹងទេប៉ុន្តែដឹងថាត្រឹមថាប្រហែលអ្នកក៏ប្រហែលទៅមួយក្រុមហ្នឹងឲ្យតែគេដកលុយបងប្អូនបាន6%ដែរបាទហើយប្រហែលអ្នកហ្នឹងគាត់ណែនាំបន្តទៀតបាទប្រហែលអ្នកអត់ដឹងទេដឹងតែច្រើនណាស់កន្លែងនេះបាទអញ្ចឹងឲ្យតែគេដកលុយបងប្អូនបាន3%ទៀតនេះបងប្អូនបាន3ចំនួនទៀតណាពីការបបួលអនុវត្តតាមគោលការណ៍3ចំនួនហ្នឹងបងប្អូនបាន3ចំនួនបាទ6%និង3%បើបានថែមទៀតអញ្ចឹងបងប្អូនយកទេបាទយកឲ្យកន្លែងហ្នឹងគឺចូលទៅក្នុងប្លោះណាប្លោះហ្នឹងគឺវាចូលទៅក្នុងកាបូបរបស់យើងដូចគ្នាដែរបាទអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងចំណោមមនុស្សទាំងអស់ដែលបងប្អូនបានប្រាប់នោះគឺយើងមាននៅក្នុង system របស់យើងគឺយើងមាន2ខ្សែមានខ្សែឆ្វេងហើយនិងខ្សែស្ដាំនេះខ្សែឆ្វេងហើយនេះខ្សែស្ដាំបាទអញ្ចឹងបងប្អូនឲ្យគាត់នៅខាងណាឧទាហរណ៍បងប្អូនប្រាប់ម្នាក់អញ្ចឹងឲ្យគាត់នៅឆ្វេងប្រាប់ម្នាក់ទៀតគាត់នៅស្ដាំអញ្ចឹងទៅបាទឬក៏ដាក់ខាងណាខាងនេះអាស្រ័យលើបងប្អូនណាបាទអញ្ចឹងរៀបចំទៅបាទអញ្ចឹងខ្សែទាំងពីរហ្នឹងខ្សែខាងឆ្វេងមានប្រមាណអ្នកខ្សែខាងស្ដាំមានប្រមាណអ្នកអត់ខ្វល់ទេសំខាន់ឲ្យតែគេចាយឲ្យតែគេចាយគឺវាមានបន្ទុកសន្សំមកខាងឆ្វេងបន្ទុកសន្សំមកខាងស្ដាំវាចាប់គូគ្នាអញ្ចឹងបន្ទុកទាំងពីរហ្នឹងចាប់គូគ្នាស្មើគ្នាបន្ទុកដែលស្មើគ្នាគុណនឹង10%ជាចំណូលបងប្អូនបាទជាចំណូលកន្លែងហ្នឹងអញ្ចឹងកន្លែងនេះឯងខ្ញុំសូមបង្ហាញនៅក្នុង system បាទយើងចូលទៅមើលនៅក្នុងប្រព័ន្ធ system ណាបាទអញ្ចឹងយើងមើលនៅក្នុងប្លោះទី3 1 2 3នេះកន្លែងនេះចុចលើនឹងផាច់អញ្ចឹងថ្នាក់ទៅនាំពុកម៉ែបងប្អូនទាំងគ្នានេះក្រុមខាងឆ្វេងរបស់ខ្ញុំនេះក្រុមខាងស្ដាំរបស់ខ្ញុំបាទដោយសារក្រុមខាងស្ដាំរបស់ខ្ញុំនេះបានចាប់គូអស់ហើយអញ្ចឹងបន្ទុកដែលនៅសល់គឺរក្សាទុកបែបហ្នឹងបន្ទុកដែលអស់គឺរងចាំក្រុមខាងស្ដាំរបស់ខ្ញុំគាត់ចាយទៀតគឺចូលមកចាប់គូទៀតបាទចាប់គូតតែអស់ទាំងមកអញ្ចឹងក្រុមខាងឆ្វេងប្រតិបត្តិការដោះដូរចាយគឺមានបន្ទុកសន្សំមកខាងឆ្វេងខាងស្ដាំចាយសន្សំមកខាងស្ដាំអញ្ចឹងបន្ទុកស្មើគ្នាគឺចាប់គ្នានេះអញ្ចឹងចាប់បាន$537អញ្ចឹងនេះនៅបន្ទុកដែលនៅសល់អញ្ចឹង$537គុណនឹង10%ធ្លាក់មកក្រោមនេះគឺខ្ញុំបានចុចយកបាន$50ជាងហើយ$50ហើយបូកនឹងឥឡូវនេះ$3ទៀតបាទអញ្ចឹងវាស្មើនឹង$53.7បាទអញ្ចឹងនេះគឺជាចំណូលរបស់ខ្ញុំទើបតែនឹងផ្ដល់ឱកាសឲ្យដៃគូចូលរួមបានតែ25នាក់ទេប៉ុន្តែចំណូលគឺខ្ញុំបានលើសបាទបានច្រើនមែនទែនអញ្ចឹងខ្ញុំនៅតែបន្តចែករំលែកទៅកាន់មហាជនទូទៅទាំងអស់ដើម្បីគាត់បានអត្ថប្រយោជន៍បែបហ្នឹងដូចជាខ្ញុំអញ្ចឹងដែរបាទអញ្ចឹងនឹងកន្លែងនេះយើងមើលកន្លែងហ្នឹងណាបងប្អូនអរគ្នាអញ្ចឹងចំណូលនេះកន្លែងនេះហើយដែលអាចកំណត់ជោគវាសនារបស់បងប្អូនថាខ្លាយជាអ្នកមានសេដ្ឋីឬមហាសេដ្ឋីគឺនៅក្នុងប្លោះហ្នឹងឯងអ្នកដែលខ្លាយទៅជាអ្នកមានបាទដោយសារគេមានក្រុមអញ្ចឹងទៅបាទមានក្រុមអ្នកដែលខ្លាយទៅជាសេដ្ឋីដោយសារគាត់មានក្រុមកាន់តែច្រើនអញ្ចឹងទៅអ្នកដែលខ្លាយជាមហាសេដ្ឋីគឺក្រុមរបស់គាត់គឺវាកាន់តែច្រើនអញ្ចឹងទៅឲ្យតែនៅក្រោមយើងណាបងប្អូនអរគ្នាប្រហែលអ្នកក៏ដោយឲ្យតែនៅក្រោមហ្នឹងគេប្រាប់បន្តតទៅណាដាក់ឲ្យតែនៅក្រោមគេចាយគឺចូលមកកាត់បងប្អូនរហូតឲ្យតែគេចាយគឺចូលមករហូតបាទចាប់គូចំណូលបងប្អូនរហូតតរៀងអើយទាំងឯងអញ្ចឹងពេលណាទៅគេឈប់ចាយខ្ញុំអត់ដឹងដែរបាទ10ឆ្នាំទៀតនៅតែចាយនៅតែចូលបងប្អូនអញ្ចឹង
100 ឆ្នាំទៀតគេនៅតែចាយនៅតែចូលបងប្អូនចឹងប៉ុន្តែមិនដឹងថាបងប្អូននៅមានអាយុប៉ុណ្ណាដើម្បីទទួលចំណូលនោះចាយតាមរយៈចំណូលការចាយរបស់គេនោះមានអាយុអាចរស់នៅបាន100 ឆ្នាំទៀតអត់បើថានៅមិនដល់ទេចំណូលបងប្អូនទាំងអស់នោះផ្ទេឲ្យកូនយើងចៅយើងបានទៀតណាបាទតកូនតចៅរបស់យើងបានទៀតណាកន្លែងហ្នឹងណាបងប្អូនអញ្ចឹងកន្លែងនេះឯងបងប្អូនអរគ្នាណាបើចង់ឲ្យបានចំណូលច្រើនជាចំណូលអកម្មមានម៉ាស៊ីនផលិតចំណូលឲ្យគឺនៅប្រឡោះនេះឯងបាទគឺប្រឡោះយើងជួយទៅកាន់មហាជននេះឯងជួយគេកាន់តែច្រើនគឺបានប្រយោជន៍កាន់តែច្រើនហើយបងប្អូនទាំងអស់គ្នាសាក់ជួយគិតមើលតិចតើខាតទេពិបាកទេផ្ដល់ឱកាសឲ្យមហាជនគាត់ចូលរួមហើយពេលដែលគាត់ទិញអីណាមួយគឺគាត់បានរបស់នឹងតើមានរឿងអីដែលគាត់ត្រូវខាតបងគាត់ទិញអំបិលបានអំបិលហើយតើគាត់ទិញឡានបានឡានហើយតើទិញម៉ូតូបានម៉ូតូហើយតើទិញផ្ទះបានផ្ទះហើយតើបាទហើយគាត់តែគេឲ្យចំណូលទៅវិញយកទៅគេឲ្យទៅកុំខ្វល់ថាគេបានមកពីណាអ្នកណាជាអ្នកឲ្យមិនខ្វល់ទេសំខាន់ឲ្យតែទិញអីដែលយើងចង់បានយើងបានហើយគេឲ្យប្រយោជន៍មកទៀតយកទៀតទៅមិនទៅគិតខ្វល់ខ្វាយអីច្រើនបាទអូគិតចង់បែកផ្ទុះគូក្បាលមិនដឹងថាគេយកចំណូលពីណាមកឲ្យមិនដឹងអ្នកណាជាអ្នកឲ្យគេឲ្យចំណូលយើងសោះដេកកាត់ទុកដែរកន្លែងហ្នឹងបាទកុំអញ្ចឹងណាបងប្អូនអ្នកគ្នាបាទម្ចាស់មុខរបរគេធ្វើ promotion លើទំនិញផលិតផលរបស់គេជាអ្នកឲ្យបាទគេឲ្យបណ្ណាអាស្រ័យលើទឹកចិត្តរបស់អ្នកលក់បាទម្ចាស់ផលិតផលបាទកុំតែឆ្ងល់តែអ្នកណាជាអ្នកឲ្យគឺម្ចាស់ផលិតផលនឹងឯងជាអ្នកឲ្យយកទៅបងប្អូនយកទៅអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំចង់ឲ្យបងប្អូនយល់ប៉ុណ្ណឹងណាហើយសិក្សាស្វែងយល់ហើយសម្រេចចិត្តដោយខ្លួនឯងទៅបាទបើចង់បានប្រយោជន៍បែបហ្នឹងបាទចង់បានចំណូលបែបហ្នឹងចង់ខ្លាយទៅជាអ្នកមានសេដ្ឋីឬក៏មហាសេដ្ឋីបងប្អូនអាចសម្រេចចិត្តបន្ទាប់ពីស្ដាប់ខ្ញុំបកស្រាយអំពីវេទិកាចក្រវាឡនៅក្នុងពេលនេះបាទអញ្ចឹងសម្រេចចិត្តទៅវាមិនធ្វើឲ្យបងប្អូនអរគ្នាខាតទេគឺកាន់តែទទួលបានប្រយោជន៍ណាបានចំណូលរហូតតទៅរីអើយតកូនតចៅបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមបញ្យល់ត្រឹមតែប៉ុណ្្នឹងចោះណាពុកម៉ែបងប្អូនអរគ្នាហើយប្រយោជន៍ទាំងអស់នេះវាគ្រាន់តែជាប្រយោជន៍ទូចមួយទេតែប្រយោជន៍ធំគឺតាមរយៈការឡើងកម្រិតជាឋានៈដឹកនាំជាចូលចំនួនណាចំនួនទី1ទី2រហូតដល់ចំនួនទី14ចំណូលនោះទេចំណូលធំជាងអាហ្នឹងច្រើនជាងហ្នឹងនេះក៏ជាចំណូលមួយផ្នែកតូចតាមរយៈយើងផ្ដល់ឱកាសឲ្យគេចូលរួមទៅយើងបានអញ្ចឹងបាទតែបើយើងដឹកនាំចំនួនទៀតអានេះយើងបានចំណូលកាន់តែធំជាងនឹងទៅទៀតបាទអញ្ចឹងវីដេអូនេះបាទពុកម៉ែបងប្អូនទាំងអស់គ្នាបើយល់ច្បាស់ហើយឃើញថាល្អហើយបាទចូលរួមទៅមិនបានឲ្យបងប្អូនចាប់ឱកាសទេបាទចាប់ឱកាសនៅជំនាន់មុនទេដែលវាមិនទាន់ចេញរូបរាងតែហៅតែចាប់ឱកាសតែឥឡូវនេះគឺចូលហើយធ្វើយកផលមកទៅប្រយោជន៍មកទៅគឺឃើញផលភ្លាមចំណូលភ្លាមហើយពុកម៉ែបងប្អូនទាំងគ្នាបានចំណូលហើយចង់ប្រតិបត្តិការចង់ដកខ្ញុំប្រាប់ពីរបៀបបាទប្រាប់ពីរបៀបនៅក្នុង system របស់យើងនេះបងប្អូនចូលមកក្នុងកន្លែងប្លោះនេះប្លោះរបាយការណ៍នេះមកគឺឃើញនេះផ្លេចដកប្រាក់ចង់ដកតាមណា ABA AC តាវិញបាទកន្លែងនេះគឺយើងមានកន្លែងសម្រាប់ដកតែកន្លែងសម្រាប់ដកនេះបាទតិចទៀតបាទយើងបើកឲ្យដកណាតែបច្ចុប្បន្នពុកម៉ែបងប្អូនទាំងគ្នាអាចដកបានតាមរយៈបាទបងប្អូនមានចំណូលហើយផ្ទេឲ្យចំណូលដែលយើងបានហ្នឹងទៅកាន់អ្នកដែលគាត់បានបបួលយើងបាទហើយផ្ញើ QR code ដល់គាត់នឹងផ្ទេរលុយចូលមកក្នុងលេខកូដបងប្អូនទាំងអស់គ្នាកុំធនាគារបងប្អូនទាំងអស់គ្នាបាទអូខេអរគុណថ្នាក់ដឹកនាំនឹងពុកម៉ែបងប្អូនទាំងអស់គ្នាអានឹងគឺនឹងបានលឿនណាបើតាមរយៈនេះគឺបងប្អូនទាំងគ្នាត្រូវប្រើពេលបាទអញ្ចឹងខាង admin គេនឹង approve ឬក៏ reject ចោលនៅក្នុងរយៈពេល1ថ្ងៃទៅ3ថ្ងៃបាទអញ្ចឹងចំណូលចូលបែបហ្នឹងអូខេថ្នាក់ដឹកនាំពុកម៉ែបងប្អូនទាំងគ្នាវីដេអូនេះគឺខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្្នឹងហើយចង់យល់កាន់តែច្បាស់បន្ថែមទៀតស៊ីជម្រៅគូសវាសផែនការជាមួយគ្នាគឺមកដល់កន្លែងតទៅនៅអូដឹងពុកម៉ែបងប្អូនទាំងគ្នាបាទអរគុណសូមជម្រាបលាបាទ